ជម្រាបសួរនិងសួស្តីអ្នកទាំងស្វាគមន៍មកកាន់វីដេអូរៀនទិញទំនិញពីកម្មវិធី Shopee អញ្ចឹងចំណុចសំខាន់នៃខ្ញុំនៅបង្ហាញនៅថ្ងៃហ្នឹងគឺទាក់ទងពីរបៀបយើងទិញទំនិញពីកម្មវិធី Shopee តាំងពីជំហានដំបូងដល់ជំហានចុងក្រោយនៃការដែលយើងដាក់បញ្ជាទិញដោយហ្មងក្នុងវីដេអូនេះខ្ញុំអាចរៀនទិញទំនិញពីកម្មវិធី Shopee ដោយខ្លួនឯងហ្មងអញ្ចឹងយើងអាចទិញទំនិញពីកម្មវិធី Shopee បានគឺអានេះគឺជា Shopee របស់ប្រទេសវៀតណាមអញ្ចឹងយើងអាចទិញទំនិញទាំងអស់ហ្នឹងដែលពីច្រើនទំនិញនៅក្នុងហ្នឹងមកពីប្រទេសវៀតណាមពីច្រើនគឺកៅអៅអីវាជាប្រភេទរបស់ local brand អញ្ចឹងក៏មានទំនិញមួយចំនួនដែរដែលនាំចូលមកពីចិនអូខេអញ្ចឹងតើតើមួយការទិញទំនិញក្នុងកម្មវិធី Shopee ហ្នឹងគឺយើងអាចទិញទំនិញកម្មវិធីហ្នឹងនៅយើងទំនិញទាំងអស់ដែលមាននៅក្នុងកម្មវិធីហ្នឹងដាក់អាស័យដ្ឋានខ្មែរដាក់អាស័យដ្ឋានរបស់ផ្ទះយើងហ្មងមិនថានៅទីក្រុងភ្នំពេញនៅខេត្តទេយើងអាចដាក់អាស័យដ្ឋានរបស់យើងបំពេញអាស័យដ្ឋានជឿទៅបំពេញឈ្មោះលេខទូរស័ព្ទខេត្តក្រុងរើសទៅតាមទីតាំងរបស់យើងបន្ទាប់មកតាក់ទងមួយវិធីសាស្ត្របង់ប្រាក់គឺគេមានជម្រើសតែ cash on delivery បានន័យថាពេលតំណែងមកដល់ចាំយើងបង់លុយជាមួយអ្នកដឹកឬក៏យើងទៅពេលដែលយើងទៅយកតំណែងចាំយើងបង់លុយអញ្ចឹងបានន័យថាយើងអត់ចាំបាច់បង់លុយមុនទេរាល់ដងយើងទិញតំណែងត្រូវបង់លុយជាមួយនឹង Mastercard ជាមួយនឹង Visa Card ទើបយើងអាចបង់លុយទៅគឺយើងសម្រាប់ឲ្យយើងបង់លុយជាមុនអញ្ចឹងបង់លុយជាមួយនឹងកាតធនាគារតែឥឡូវអត់ទេយើងអាចបង់លុយជាមួយនឹងការដែលយើងទៅធ្វើម៉េចបានអីវ៉ាន់ទើបយើងបង់លុយអានេះគឺជាព័ត៌មានទូទៅអូខេអញ្ចឹងនៅក្នុងកម្មវិធី Shopee បើសិនអ្នកគ្នាជាអ្នកទិញថ្មីអ្នកគ្នានឹងទទួលបានការប្រម៉ូសិនតាក់ទងមួយ voucher បញ្ចុះតម្លៃផ្សេងៗដែលខាង Shopee គេឲ្យមកយើងដែលជាអ្នកទិញថ្មីអញ្ចឹងក៏មានការ update voucher មកថ្មីៗជាច្រើនផ្សេងទៀតដែរអញ្ចឹងអូខេយើងអាចមើលកម្មវិធី Shopee នោះនៅផ្នែកខាងលើជាប៊ូតុង search អញ្ចឹងនៅក្នុងកន្លែងហ្នឹងផងដែរខ្ញុំនឹង recommend ឲ្យអ្នកគ្នា search ជាភាសាខ្មែរឧទាហរណ៍អ្នកគ្នាចង់ទិញអាយឺតចឹងគ្នារកដងវាយ T-shirt ទៅយើងវាយជាភាសាអង់គ្លេសតែគួរតែប្រើជាភាសាខ្មែរវិញឧទាហរណ៍ថាយើងចង់ទិញអាយឺតមនុស្សប្រុសឬក៏មនុស្សស្រីអញ្ចឹងយើងហៅអាយឺតនារីអូចង់ទិញខោខ្លីនារីយើងទៅសេឲ្យច្បាស់លាស់ទៅលទ្ធផលដែលវាចេញមកហ្នឹងវាច្បាស់លាស់ហើយវាត្រឹមត្រូវនិងវាលោតលទ្ធផលមកច្រើនតើអាចនិយាយថាពេញចិត្តយើងពេញចិត្តជាងអញ្ចឹងយើងវាយតែ T-shirt ទៅទេវាអត់ដឹងហើយវាលោតលទ្ធផលផ្សេងទៀតច្រើនអាវវាខ្លះចេញខោចេញអាវ ដែលវាយផ្សេងទៀតអញ្ចឹងយើងវាយជាភាសាខ្មែរវាយឲ្យច្បាស់លាស់ទៅវាលោតមកតែលទ្ធផលដែលយើងចង់បានព្រោះថាយើងចង់អានខោខ្លីនារីវាយទៅវាចេញតែខោខ្លីនារីមកឲ្យយើងនេះគឺជា technique មួយនៃការ search ទំនិញផងដែរចឹងនៅថងកន្លែងហ្នឹងបើយើងមើលមកខាងលើគឺមានកន្ត្រកវាជាងកន្ត្រកទៅនៅក្រោមនេះតែនេះកន្ត្រកវាទៅនៅលើវិញអូខេអញ្ចឹងអានេះគឺជាកម្មវិធី promotion សម្រាប់ដំបូងអូខេអានេះកម្មវិធី promotion របស់គេអ្នកគ្នាអាច shopping នៅថងកន្លែងនេះអញ្ចឹងតំណែងមួយចំនួននៅថងកន្លែងនេះគឺតែតំណែង on sale តំណែងដែលបញ្ចុះតម្លៃរួចហើយចឹងយើងអាចអស់មើលបានអូខេអញ្ចឹងកន្លែងនេះក៏មាន voucher បើសិនអ្នកគ្នាមាន voucher ដែលត្រូវ collect គ្នាអត់ទាន់មានvoucher ដែលយើងអត់ទាន់ប្រម៉ូទេយើងអាចចុចប្រម៉ូ voucher ចូលទៅកន្លែងបណ្ដុំ voucher ដែលយើងទុកប្រើប្រាស់នៅពេលដែលយើង place order អញ្ចឹងបើមានហើយក៏ទុកប្រើប្រាស់សម្រាប់ពេលណាដែលចំណុចចុងក្រោយនៃការបញ្ជាទិញហ្មងអានេះអូខេអញ្ចឹងវាមានតំណែងវាច្រើននៅត្រង់កន្លែងនេះគឺតំណែង on sale អូខេអញ្ចឹងនេះរាល់ដងដែលគ្នាចង់ទិញតំណែងបញ្ចុះតម្លៃគឺគេធ្វើកម្មវិធី promotion រាល់ខែមាន8ចេញ8ឥឡូវហ្នឹងខែ8គឺ8ចេញ8អញ្ចឹងខែក្រោយគឺ9ចេញ9អញ្ចឹងយើងអាចចុច8ចេញ8ហ្នឹងមកអញ្ចឹងតំណែងទាំងអស់ហ្នឹងគឺតែតំណែងដែលគេ on sale អញ្ចឹងមានន័យថាប៉ុន្តែបញ្ជាក់នៅគ្នាតម្លៃដែលឃើញហ្នឹងមិនឲ្យវាប្រែប្រួលទៀតណាវាមិនមែនតម្លៃហ្នឹងវាយើងចុចទិញទៅចេញបានតម្លៃប៉ុណ្ណឹងអញ្ចឹងវាប្រែប្រួលនៅពេលណាដែលយើង place order ទៅយើងដឹងថាវាមានមុខថ្លៃអីផ្សេងទៀតអញ្ចឹងទើបយើងដឹងថាតម្លៃវាប្រែប្រួលទៅប៉ុណ្ណាចុះអានេះជាតំណែង on sale អញ្ចឹងយើងអាច shopping នៅក្នុងកន្លែងហ្នឹងវាចំណេញបើយើងអស់មើលអញ្ចេះតំណែងខ្លះវារៀងតម្លៃរៀងល្មមដែរអូខេអញ្ចឹងបើយើងចង់ចំណេញយើងចូលចិត្ត sale អញ្ចឹងទៅយើងអស់មកកន្លែង sale 8ចេញ8ហ្នឹងមកអូខេមកកន្លែងហ្នឹងយើងឃើញតំណែង promotion ច្រើនអញ្ចឹងយើងអាច shopping បានសិតតែតំណែង promotion អូខេអញ្ចឹងដូចខ្ញុំបញ្ជាក់នៅខាងនេះអញ្ចឹងដើម្បីអាចទិញតំណែងពីកម្មវិធី Shopee បានយើងរើសតំណែងដែលយើងចង់ទិញថាជាតំណែង sale មិន sale ឬក៏អ្នកគ្នាចូលចិត្តតំណែងមួយណាក៏ដោយអ្នកគ្នា shopping ចង់ទិញបញ្ជាក់មួយទៀតគឺតាក់ទងមួយការដាក់អាស័យដ្ឋានអញ្ចឹងយើងដាក់អាស័យដ្ឋានខ្មែរយើងដូចកម្មវិធីទិញតំណែងផ្សេងទៀតអញ្ចឹងបំពេញអាស័យដ្ឋានអញ្ចឹងអូខេយើងអាចចូលមក setting ខ្ញុំចង់បញ្ជាក់ថាតាក់ទងvớiកម្មវិធី Shopee យើងអាចប្រើជាភាសាខ្មែរបានអញ្ចឹងនៅត្រង់ setting កន្លែងនេះបើសិនជាយើងឃើញអក្សរ language យើងអាចរើសជាភាសាអង់គ្លេសជាមួយនឹងភាសាខ្មែរជាអាស័យដ្ឋាននៅត្រង់កន្លែងហ្នឹងយើងអាចបំពេញអាស័យដ្ឋានរបស់យើងអូខេមកដល់អាស័យដ្ឋានកន្លែងនេះអូខេវាមានឈ្មោះមានលេខទូរស័ព្ទមានកន្លែងដែលយើងត្រូវជ្រើសរើសខេត្តស្រុកឃុំនិងអាស័យដ្ឋានច្បាស់លាស់ថាយើងនៅជិតកន្លែងណាព្រោះថាយើងនៅជិតផ្សារនៅជិតស្ពាននៅតំបន់ប្រជុំជនហ្នឹងជិតសេច្បាស់លាស់តែ postal code យើងអាចចូលទៅអ៊ីនធឺណិតបានថាតំបន់ដែលយើងរស់នៅហ្នឹងយើងវាយឈ្មោះតំបន់ដែលយើងរស់នៅទៅជាមួយនឹង postal code នោះវា load website យើងចូលទៅ copy បើយើងអត់ដាក់ក៏អត់អីដែរសំខាន់យើងជ្រើសរើសខេត្តក្រុង
ឬក៏យើងនៅពេញយើងជ្រើសរើសខណ្ឌសង្កាត់ឲ្យបានត្រឹមត្រូវទៅបំពេញព័ត៌មានមួយចំនួនលេខផ្លូវលេខផ្ទះបើអត់មានទេអាចដាក់ជាតំបន់ណាដែលនៅជិតផ្សារនៅជិតស្ពាននៅជិតតំបន់ប្រជាជននៅជិតតំបន់កន្លែងមួយណាដែលអាចឲ្យក្រុមហ៊ុនទាំងជួនគេដឹកទៅនឹងស្គាល់កន្លែងតំបន់ដែលយើងរស់នៅអូខេអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍ជាក់ស្ដែងហ្មងអញ្ចឹងដូចយើងដឹងហើយយើងអាចរើសតំណែងបំពេញអាស័យដ្ឋានចំណែកទីផ្សារបង់ប្រាក់រាល់ដងយើងត្រូវបំពេញលេខកាតលេខអីធនាគារត្រូវទេតែនេះអត់ទេគឺ cash on delivery តំណែងមកដល់ទៅបង់លុយអូខេអញ្ចឹងយើងចូលទៅអនុវត្តទាំងអស់គ្នាអូខេអញ្ចឹងតំណែងខ្ញុំត្រូវទិញពីនេះអញ្ចឹងខ្ញុំរើសពីហ្នឹងមកអញ្ចឹងយើងអាចផ្ទៀងផ្ទាត់តតំណែងទាំងអស់ហ្នឹងបានបើសិនអត់ទាន់បំពេញអាស័យដ្ឋានទេយើងបំពេញនៅត្រង់កន្លែងហ្នឹងហើយយើងមើលតំណែងឲ្យបានត្រឹមត្រូវជាពិសេសគឺទិញកៅអៅអញ្ចឹងយើងមើលសាយមើលពណ៌មើលទំហំអានេះបើសិនយើងអាចរើសតាក់ទងមួយបានបញ្ចុះតម្លៃឬថាយើងចង់មានជំរើសនៃការរើសបានបញ្ចុះតម្លៃយើងរើសវាមកអូខេនេះវាមានអានេះសុទ្ធតែបានចុះតម្លៃវាមាន20%មាន8000អញ្ចឹងយើងអាចរើសទៅតាមនឹងបានពេលអញ្ចឹងអានេះគឺតាក់ទងមួយតម្លៃនៃផ្សេងតាក់ទងមួយថ្លៃដឹកជញ្ជូនតាក់ទងមួយសេវីផ្សេងនៅក្នុងហ្នឹងអញ្ចឹងយើងអាចមើលតាក់ទងមួយតម្លៃហ្នឹងអញ្ចឹងយើងពេញចិត្តជាមួយនឹងតំណែងដែលយើងចង់ទិញផ្ទៀងផ្ទាត់តែត្រឹមត្រូវទំហំសាយចំនួនដែលបានច្បាស់លាស់សីឋានដែលបានត្រឹមត្រូវបន្តមកទៀតតាក់ទងមួយការបង់ប្រាក់ yes គឺយើងតតែបានដល់ដៃទៅទទួលបានអីវ៉ាន់អញ្ចឹងតាក់ទងមួយអូខេប្រហែលថ្ងៃទៅបានអញ្ចឹងវាអាច3ទៅ5ឬក៏យូរអាចក្នុងមួយអាទិត្យតំណែងនឹងមកដល់ដៃយើងអញ្ចឹងអ្នកគ្នាអាចទិញបាននៅគ្រប់ទីកន្លែងនៃផ្ទះអ្នកគ្នាមិនថានៅទីក្រុងភ្នំពេញឬនៅខេត្តទេទៅតាក់ទងមួយសេវាដឹកជញ្ជូនអូខេអញ្ចឹងគេសហការមួយក្រុមហ៊ុនមួយចំនួនដូចជា Satio CE ឬក៏ GNT អញ្ចឹងទៅតាមទីតាំងរបស់អ្នកគ្នាតើក្រុមហ៊ុនមួយណាដែលនៅជិតតំបន់អ្នកគ្នាគេនឹងសហការមួយក្រុមហ៊ុនមួយនោះអញ្ចឹងនៅពេលដែលតំណែងអាចខ្ទង់5ថ្ងៃឬក៏មួយអាទិត្យឬក៏កំឡុងពេលប្រហែលថ្ងៃហ្នឹងគេនឹងមានក្រុមហ៊ុនដឹកជញ្ជូនអូខេថាតាក់ទងទៅយើងឯងតើគួរតែដឹកទៅដល់ផ្ទះអ្នកគ្នាឬក៏ទៅយកនៅកន្លែងគេអញ្ចឹងអានេះគឺជាទាំងមួយសេវាដឹកជញ្ជូនអូខេអញ្ចឹងបន្ទាប់ពីផ្ទៀងផ្ទាត់ទាំងអស់នឹងហើយខ្ញុំនឹងចុចដាក់ជាទិញហ្មងអូខេអញ្ចឹងយើងនឹងចុចទៅ place order ហ្មងអញ្ចឹងអានេះអត់មានចាំបាច់បង់ប្រាក់មុនទេអត់មានចាំបាច់ដាក់ Visa card ទេគឺយើងចុចទិញពេលដែលតំណែងមកដល់ដៃយើងនឹងទទួលបានអីវ៉ាន់ហើយយើងនឹងបង់លុយថ្លៃតំណែងមកយើងទៅឲ្យខាងក្រុមហ៊ុនដឹកជញ្ជូនអញ្ចឹងក្រុមហ៊ុនដឹកជញ្ជូនគេជាអ្នកទទួលខុសត្រូវនៃការទូទាត់លុយរបស់យើងអូខេអញ្ចឹងខ្ញុំបានចុចទិញមិញហ្នឹងវាកំពុង processing រងចាំឲ្យហាងគេ confirm អីផ្សេងៗអញ្ចឹងតំណែងរបស់យើងគឺយើងបាន place order រួចរាល់អញ្ចឹងយើងនៅតែរងចាំទទួលតំណែងឯងអញ្ចឹងបានថ្ងៃក្រោយមកយើងមានក្រុមហ៊ុនដឹកជញ្ជូនគេនឹងទៅដាក់តំណែងមកយើងថាគួរតែដឹកមកដល់យើងឬក៏យើងទៅយកបានបន្ទាប់មកយើងតាមយើងទូទាត់ប្រាក់នោះទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនអូខេអញ្ចឹងដើម្បីទិញតំណែងពី Shopee យើងអាច yes ស្វែងរកតំណែងទាំងអស់ដែលនៅក្នុង Shopee ហ្នឹងអញ្ចឹងបញ្ជាក់អញ្ចឹងនេះគឺជា Shopee វៀតណាមអញ្ចឹងតំណែងមួយចំនួនគឺជាតំណែងប្រទេសចិនតំណែងកៅអៅវាជាកៅអៅអីច្រើនផ្សេងគឺខាង local brand របស់វៀតណាមគឺវាមានច្រើនអញ្ចឹងតំណែងអាចជាកៅអៅអីមកពីវៀតណាមផ្ទាល់មកមើលតំណែងផលិតផ្សេងគឺគេយកមកពីចិននេះអញ្ចឹងបើយើងចង់លឿនយើងទិញក្នុង Shopee នេះក៏បានដែរហើយតែបើយើងចង់មានជំរើសច្រើនទិញពីចិនក៏បានដែរនេះគ្រាន់បញ្ជាក់អ្នកគ្នានៅក្នុងកន្លែងហ្នឹងអញ្ចឹងតាក់ទងមួយទៀតគឺតាក់ទងមកអាស័យដ្ឋានអញ្ចឹងអាស័យដ្ឋានផ្ទះរបស់អ្នកគ្នាមិនថានៅខេត្តនៅក្រុងនៅភ្នំពេញនៅទីណាទេសុទ្ធតែយើងដាក់អាស័យដ្ឋានទៅបំពេញអាស័យដ្ឋានបានត្រឹមត្រូវយើងអាចទិញបានហើយអញ្ចឹងអានេះគឺជំរើសមួយទៀតតាក់ទងមកបងប្រាក់គឺស្រួលមែនតើមកដល់ដៃចាំឲ្យលុយទៅកាន់អ្នកដឹកជញ្ជូនអញ្ចឹងអ្នកដឹកជញ្ជូនគេជាអ្នកទូទាត់ប្រាក់ទាំងហ្នឹងជាអ្នករ៉ាប់រងនៃការទូទាត់ប្រាក់អញ្ចឹងចាំយើងបានអីវ៉ាន់ចាំយើងបង់លុយទៅខាងអ្នកដឹកជញ្ជូនអញ្ចឹងអានេះគឺជាការទិញតំណែងពីខាង Shopee អញ្ចឹងអរគុណអ្នកគ្នាសម្រាប់ការតាមដានទស្សនារបស់គ្នាជាអ្នកមើលថ្មីកុំភ្លេចចុច like comment និង subscribe ផងចង់កុំភ្លេចមើលវីដេអូផ្សេងទៀតខ្ញុំនឹងដាក់វីដេអូនៅក្នុង playlist មិនថាទិញពី Shopee ទិញពី Taobao ឬក៏ទិញកម្មវិធីផ្សេងៗទៀតទេអាចរៀនមើលវីដេអូពីរបៀបយើងទិញតំណែងពីក្រៅប្រទេសបាននៅក្នុង playlist អញ្ចឹងអរគុណអ្នកគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗផ្សេងទៀត